គាត់សិតតែរឿងអត់ប្រយោជន៍ឯគាត់មើល3 4ម៉ោង5ម៉ោងទៅវាឈប់ធ្វើរឿងមានប្រយោជន៍ការជជែកប៉ែឡែប៉ោឡោអត់មានហេតុផលហ្នឹងក៏ជារឿងអត់ប្រយោជន៍អង្គុយផឹកស៊ី3 4ម៉ោងរាល់តែថ្ងៃហ្នឹងក៏ជារឿងអត់ប្រយោជន៍គាត់កំពុងតែធ្វើរឿងអត់ប្រយោជន៍អូខេជំរាបសួរបងប្អូនដែលកំពុងតែទស្សនានៅវីដេអូនេះរបស់ខ្ញុំដែរថ្ងៃនេះផងដែរគឺជាថ្ងៃចុងក្រោយរបស់កម្មវិធីអំណានទេសចរនៅក្នុងខេត្តកំពង់ចាមតោះឥឡូវយើងទៅស្ដាប់បទសម្ភាសន៍របស់ខ្ញុំជាមួយនឹងគាត់ទាំងអស់គ្នា Let's go ការចាប់ផ្ដើមប្រមូលសភៅគឺនៅឆ្នាំ2022នៅពេលដែលគេឲ្យសភៅជួយទៅកូដម៉ាសាឡាដូងវាដោយសភៅធំហ្នឹងម្ដង20ម្ដង30ក្បាលទៅខ្ញុំមិនសមរយៈពេលពី2022ដល់2024បាន600ក្បាលជាង600ក្បាលហើយបន្ទាប់មកនៅពេលដែលខ្ញុំចេញបេសកកម្មខ្ញុំគិតថាសភៅនឹងវាតិចខ្ញុំមិនអាចដឹកដើរទូទាំងខេត្តទេខ្ញុំក៏ធ្វើការប្រកាសក្នុង Facebook ឲ្យអ្នកមានសភៅនៅលើក្បាលដំណេកទាំងអស់ហ្នឹងរំលែកជូនឲ្យខ្ញុំម្នាក់5ក្បាល10ក្បាលហ្នឹងដើម្បីយកមកដាក់នៅក្នុងទេសចរអំណានហ្នឹងហើយអ្នកខ្លះគាត់មើលវីដេអូហ្នឹងហើយគាត់អត់មានសភៅទេព្រោះគាត់អត់ទម្លាប់អានអីអញ្ចឹងគាត់សុំជូនជាលុយខ្ញុំបដិសេធថាបើបងជូនជាលុយបងឯងយកលុយទាំងអស់ទៅទិញចំណងជើងដែលបងឯងស្រឡាញ់ទៅអញ្ចឹងគាត់ថាលោកគ្រូអាចចាត់ចែងទៅអញ្ចឹងខ្ញុំឲ្យគេរៀបចំចំណងជើង80ចំណងជើងខុសគ្នាទៅអស់3ទៅ400ទៅក៏ទិញសភៅដាក់ចូលឡានបានអញ្ចឹងវាមាន3ឈុតទី1យើងសន្សំឈុតទី2អ្នកអានបរិច្ចាគឈុតទី3អ្នកមានលុយផ្ញើលុយឲ្យខ្ញុំទៅទិញសភៅដាក់ចូលទៅក្នុងឡានប្រហែលជាង$1,700ដែរតែទិញសភៅទាំងអស់ដាក់ចូលក្នុងឡានណាអូបាទចង់ជួយសង្គមចង់ជួយពលរដ្ឋគឺត្រូវឲ្យពលរដ្ឋធ្លាក់មកលើការអានសភៅពីព្រោះសង្គមយើងមានការជួយពលរដ្ឋតាមលក្ខណៈចែកអំណោយចែកជារង្វាន់ជាកាដូក៏ប៉ុន្តែជួយសង្គមដែលមានលក្ខណៈវែងឆ្ងាយគឺចែកចំណេះដឹងគឺធ្វើម៉េចពង្រឹងឲ្យអ្នកមូលដ្ឋានប្រជាជនពង្រីកចំណេះដឹងក្រោមការអានសភៅហ្នឹងទុកជាការអភិវឌ្ឍខួរក្បាលអញ្ចឹងបើសិនជាមូលហេតុធំហ្នឹងខ្ញុំសម្លឹងឃើញថាប្រទេសខ្ញុំមិនខ្វះទេបណ្ណាល័យហើយមួយខេត្តមានមួយហាងកាហ្វេខ្លះមានដែរក៏ប៉ុន្តែវាខ្វះទម្លាប់អានសភៅអញ្ចឹងបើសិនជាបណ្ណាល័យគាត់ឲ្យហ៊ានចូលឯងគាត់អត់មានទម្លាប់ហើយហាងកាហ្វេគាត់អត់មានលុយទិញកាហ្វេគាត់អត់ហ៊ានចូលអញ្ចឹងខ្ញុំមានតែប្រើកំណត់ថាអញ្ចឹងមានឲ្យយកសភៅនោះដាក់ទីសាធារណៈតាមបណ្ដាខេត្តទាំងអស់ដើម្បីឲ្យគាត់ងាយដើរលេងឃើញគេអានផងគេអានមុខគាត់ផងពេលខ្លះគាត់មកសម្ដែងអានដែរតែសម្ដែង3 4ក្បាលវាចូលតួអានយកបណ្ដោយអញ្ចឹងសរុបមកខ្ញុំចង់ឲ្យគ្រប់គ្នានឹងរីកចំណេះដឹងហើយណាមួយទៀតខ្ញុំចង់ឲ្យសង្គម Facebook ហ្នឹងដែលផុសរូបអញញ៉ៃមានដូចជាប្រហោះម៉ូតូក្មេងទំនើងស្ទាវឬក៏ឆ្លោះគ្នាប្តីប្រពន្ធហែកហួរគ្នាហ្នឹងឲ្យត្រូវបានរូបភាពសង្គមល្អផុសទម្លាក់ទៅវិញមានថាបើយើងនាំគ្នាផុសតែរឿងអានសភៅចែករំលែកចំណេះដឹងប្រសង់ឲ្យធម្មទានយូរទៅអា Facebook ដែលផុសរឿងប្តីប្រពន្ធគេ idol អញញ៉ៃអត់ហ្នឹងវាធ្លាក់ទៅក្រោមហើយហើយកុមារឬក៏អ្នកប្រើ Facebook នឹងបានឃើញថាអូសង្គមនេះក៏គេស្រឡាញ់ការអានដែរពីព្រោះបើសិនជាអត់មានចលនានេះទេអាការផុសអានសភៅនោះអត់មានហ្មងស្ទើរតែបាន10%ប៉ុណ្ណឹងតាមពិតនិយាយពីផលប្រយោជន៍អ្នកស្ដាប់ស្ដាប់ដឹងហើយប៉ុន្តែគេកំសាកណាគេមិនហ៊ានអានទេរឿងខ្លះដែលមានប្រយោជន៍ដល់ជីវិតពន្យាពេលធ្វើអត់នាំគ្នាធ្វើឲ្យលឿនទេរឿងខ្លះដែលមានប្រយោជន៍ដល់ប្រទេសជាតិទាំងអត់ចង់ធ្វើវាលំបាកវាមើលទៅវាហត់អញ្ចឹងបើនិយាយពីផលប្រយោជន៍អានសភៅមិនដឹងនិយាយមិនទៀតទេដោយសារតែទី1ការអានសភៅវាផ្ដល់ឪពុកម្ដាយណាកាន់ទូរស័ព្ទកូនកាន់ទូរស័ព្ទឪពុកម្ដាយណាអានសភៅកូនអានសភៅអញ្ចឹងបើនិយាយពីប្រយោជន៍វិញវាធំធេងតាក់ទងនឹងការពង្រីកចំណេះដឹងផ្នែកសតិស្មារតីរបស់ពលរដ្ឋសភៅវាគឺជាគ្រូចល័តបើគ្រូជាជីវិតយកតាមអត់បានទេតែសភៅយកតាមបានក៏ប៉ុន្តែនៅពេលដែលបងសួរថាតើមានអត្ថប្រយោជន៍អីខ្លះនរណាក្រៅមេនេះសិតតែដឹងថាអានសភៅsẽមានអត្ថប្រយោជន៍ក៏ប៉ុន្តែរឿងដែលមានប្រយោជន៍តែងតែសកម្មភាពអត់ប្រយោជន៍ប្រចាំថ្ងៃហ្នឹងទាំងអស់មិនចង់ធ្វើមិនចង់អានមិនចង់បរិចដូចជា smartphone នៅក្នុងដៃគាត់សិតតែរឿងអត់ប្រយោជន៍ឲ្យគាត់មើល3 4ម៉ោង5ម៉ោងទៅវាឈប់ធ្វើរឿងមានប្រយោជន៍ការជជែកប៉ែឡែប៉ោឡោអត់មានហេតុផលហ្នឹងក៏ជារឿងអត់ប្រយោជន៍អង្គុយផឹកស៊ី3 4ម៉ោងរាល់តែថ្ងៃហ្នឹងក៏ជារឿងអត់ប្រយោជន៍គាត់កំពុងតែធ្វើរឿងអត់ប្រយោជន៍ហើយបងសួរខ្ញុំថាតើមានប្រយោជន៍អ្វីខ្លះទោះខ្ញុំប្រាប់រឿងមានប្រយោជន៍ទាំងអស់ទៅកាន់គាត់ក៏គាត់មិនភ្ញាក់ដែរតែអ្នកធ្លាប់ធ្វើគេមានប្រយោជន៍គេដឹងអស់ហើយថាវាមានប្រយោជន៍យ៉ាងណាសម្រាប់ការពង្រីកចំណេះដឹងខ្ញុំសូមអរគុណប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំខេត្តទាំងមូលដែលបានផ្ដល់កន្លែងឲ្យខ្ញុំបើកឡានមកដាក់សៀវភៅអរគុណចំពោះប្រជាពលរដ្ឋដែលមាន5ចំណុចនៅក្នុងកំពង់ចាមប្រហែលជាឆ្នាំ2000គត់នោះគេអប់រំពលរដ្ឋបានល្អកំពង់ចាមខុសពីខេត្តដទៃខ្ពស់កម្រិតសិលធម៌សម្រាប់ធ្នាប់ទូទៅសាធារណៈខ្លាំងជាងខេត្តដទៃដែលខ្ញុំឆ្លងកាត់អ
ចឹងអស់លោកដែលខ្ញុំឆ្លងកាត់ខេត្តដតីហ្នឹងកុំខមមិនថាបងឯងនិយាយដើមខេត្តខ្ញុំអត់ទេខ្ញុំចង់វាតម្លៃថាកំពង់ចាមមាន5ចំណុចទី1កំពង់ចាមចតម៉ូតូបានល្អជាងគេមកដាក់ម៉ូតូមកគឺម៉ាច់ចាំស្រែកហេហក់ហាអីទេទី2កំពង់ចាមអង្គុយកៅអីកន្លែងណាដាក់កៅអីកន្លែងហ្នឹងទី3កំពង់ចាមយកសភៅខ្ញុំទៅអាននៅឆ្ងាយ5 6ម៉ែត្រឬក៏10ម៉ែត្រត្រឡប់មកវិញនៅកន្លែងដើមទី4កំពង់ចាមអានអត់ស៊ីគឺអានបើស៊ីតែស៊ីសិនទៅអញ្ចឹងកំពង់ចាមគាត់អានបដើគាត់អត់ញ៉ាំបដើទេកាលណាអានបដើញ៉ាំបដើកតិចអាហារនឹងធ្លាក់ចូលសភៅពេលខ្ញុំចូលទៅក្នុងឡានវាស្មោចរោមអញ្ចឹងបានជាខ្ញុំអត់ចង់ឲ្យគាត់ញ៉ាំនំប៉័ងឬក៏ញ៉ាំរបស់ណាផ្អែមហ្នឹងវាប្រឡាក់ទៅសភៅហ្នឹងវាធំឲ្យខ្ញុំហ្នឹងស្មោចខំតែ1 2គឺព្រឺរោមហើយព្រោះស្មោចពេលខ្លះវាខ្លាំងដែរណាហើយទី5ហ្នឹងកំពង់ចាមហ្នឹងធ្វើបានល្អបំផុតហ្នឹងគឺគាត់មិនសូវសួរសំណួរណាដែលខ្ញុំទៅសេនក្រាខៀនប្រាប់ទេអាហ្នឹង5ហ្នឹងដែលខ្ញុំស្រឡឹងឃើញកំពង់ចាមប៉ុន្តែអ្វីដែលខ្ញុំសូមផ្ដែ5ទៅកាន់ខេត្តកំពង់ចាមអ្នកអានរយៈពេល13ថ្ងៃនេះអាចឡើងដល់1500នាក់ចុះប្រសិនបើមនុស្សម្នាក់នេះឡានមួយនឹងវាបើកចេញទៅអ្នកណាអ្នកបន្តតើរូបភាពនឹងវារត់តាមខ្ញុំទៅដល់កន្លែងដែលខ្ញុំតាំងពីព្រោះទៀតឬក៏មានអ្នកបន្តនៅទីនេះដើម្បីបង្កើតការអានសាធារណៈទុកជាប្រយោជន៍យើងមិនមែននាំឲ្យគេអានសភៅទេយើងសាងទម្លាប់អានសភៅព្រោះសាងទម្លាប់ខ្ញុំសុំពេល3ទៅ5ឆ្នាំឬក៏10ឆ្នាំព្រោះវាជាទម្លាប់វាមិនមែនជាការសម្ដែងអញ្ចឹងទម្លាប់ដើម្បីឲ្យមានរឹសត្រូវការពេលយូរអញ្ចឹងកំពង់ចាមប្រសិនបើមានអភិជនណាឬក៏បញ្ញវន្តអ្នកមានធូធាណាបន្តសកម្មភាពនៅក្រោមដើមឈើដែលខ្ញុំរៀបជា buffet សៀវភៅនេះខ្ញុំហៅថា book buffet ជាលក្ខណៈ buffet ស៊ីច្រើនកាលណាអត់ឡើងគីឡូទេកាន់តែហូបកាន់តែឆ្លាតអញ្ចឹងខ្ញុំសូមអំពាវនាវឲ្យកំពង់ចាមអ្វីត្បិតថាអ្នកទាំងអស់គ្នារវល់ក៏ប៉ុន្តែរូបភាពសង្គមត្រូវការបែបនេះដែរដូចជាលោកតាម្នាក់អាយុ89ក៏បានអានសភៅរូបភាពមួយហ្នឹងវារំលឹកយើងបានថាគ្រប់វ័យត្រូវអានសភៅមិនចឹងអីអញ្ចឹងខ្ញុំសូមផ្ដែផ្ដាំក៏អំពាវនាវទាំងអស់គ្នាដែលមានសភៅសូមយកមកដាក់ទូដែលខ្ញុំមិនសល់ទុកខ្ញុំដាក់2ទូកំណត់ហ្នឹងមួយខ្ញុំដាក់តែហ្នឹងមួយទៀតដាក់នៅវាមានឯករាជ្យណោះអញ្ចឹងពេលអ្នកអត់ដឹងយកសភៅទុកណាដាក់ក្នុងទូហ្នឹងទៅហើយអ្នកដែលមិនបានសភៅដាក់ក្នុងទូជួយថែកុំឲ្យត្រូវទឹកឃើញកលឹះបើកាត់អីដើរកាត់ដាក់កលឹះវិញផងកុំឲ្យវាយើងភ្លេចណាអញ្ចឹងចំពោះខ្ញុំកំពង់ចាមអរគុណក៏សំណូមពរហើយក៏បង្កើតនៅអនុស្សាវរីយ៍ច្រើនដែរពីព្រោះខ្ញុំនៅខេត្តកំពង់ចាមយូរជាបណ្ដាខេត្តដទៃដែលខ្ញុំឆ្លងខេត្តកំពង់ចាមខ្ញុំនៅលើសគេមួយថ្ងៃមានថា3 10ថ្ងៃយូរដែរដោយសារខ្ញុំយកពលរដ្ឋទីប្រជុំជនហើយនឹងភាពអានរបស់ពលរដ្ឋអញ្ចឹងខ្ញុំនៅរៀងយូរបន្តិចកំពង់ចាមបាទហ្នឹងហើយបងអញ្ចឹងកំណត់គំនិតហ្នឹងគឺបងទុកនៅហ្នឹងបងមួយខេត្តខ្ញុំដាក់2ទៅ3ទូខេត្តណាធំ5ទូពេជ្រដាក់7សៀមរាបដាក់5ដាក់ធ្វើអីកុំឲ្យគាត់មានលេសពេលបងឯងចេញទៅបាត់ទៅកន្លែងអត់មានសភៅអានចុះខ្ញុំដាក់សភៅឲ្យ50ក្បាលមិនអានទៀតទៅអញ្ចឹងខ្ញុំខ្លាចគាត់មានលេសថាបងអើយតាំងពីបងទៅបាត់មកខ្ញុំគ្មានសភៅអានទេចុះខ្ញុំដាក់ឲ្យ50ក្បាលនៅនឹងទៀតអានទៀតមកបើអ្នកពិតជាអ្នកអានបន្តការអានទៀតមកអញ្ចឹងណាអញ្ចឹងមួយខេត្តខ្ញុំដាក់ដល់តែ5 2 3អញ្ចឹងណាហើយខ្ញុំបរិះ150ទូដើម្បីទូមួយអស់ថ្លៃទាំងអស់គ្នាទូមួយបើគ្មាន$160ទេធ្វើមិនបានទេហើយយើងធ្វើនឹងអ្នកខ្លះគេរិះគន់ទៀតគេថាធ្វើមិនបានទេតែតិចហ្នឹងខូចអស់ហើយខ្ញុំដឹងថាអញ្ចឹងពលរដ្ឋយើងត្រូវការចាប់ផ្ដើមបើយើងមិនចាប់ផ្ដើមធ្វើមិនទៅអញ្ចឹងសរុបមកទោះតែវាខូចឬក៏បាត់សភៅខ្ញុំនឹងធ្វើវាឲ្យបានលើកទី1លើកទី2លើកទី3បើបរាជ័យជើងទី3ក៏ខ្ញុំអស់ចិត្តថាខ្ញុំបានធ្វើដែរអញ្ចឹងអស់លោកដែលបានមានទូនៅតាមបណ្ដាខេត្តខ្ញុំសូមឲ្យជួយមើលទី1ជួយដាក់កលឹះទី2អានចប់ត្រឡប់វិញដែលខ្ញុំទៅសេលើទូហ្នឹងណាអានចប់ត្រឡប់ផងកុំអានចប់ទៅបាត់ណាព្រោះសភៅហ្នឹងខ្ញុំឲ្យគេអាននៅផ្ទះដែរបើអានមិនចប់ណាពេលខ្លះវាយប់ប្រលប់អីហ្នឹងទៅអញ្ចឹងទូនេះគឺជាការចាប់ផ្ដើមមួយដែលខ្ញុំសម្រេចចិត្តដាក់ទូទាំងប្រទេសដោយសារពេលខ្លះយើងមានលុយទិញប្រភូមិតែសភៅទូបណ្ណាល័យតូចយើងមិននាំគ្នាដាក់អាហ្នឹងវាជាបញ្ហាចោតរបស់ពួកយើងណាអញ្ចឹងជួយគ្នាទៅវាចម្រើនហើយអញ្ចឹងមូលហេតុដែលខ្ញុំបន្សល់ទូនេះក្នុងគោលបំណងអញ្ចឹងឥឡូវខ្ញុំបន្សល់បាន14ទូហើយឃើញទូរបស់ខ្ញុំណាខ្ញុំសូមបន្ថែមសំណួរតិចទាក់ទងនឹងថវិកាដែលបងចំណាយលើដំណើរទេសចរអំណាចប្រពោហ្នឹងទាំងការហូបចុកស្នាក់នៅអីបានមកពីណាដែរឡានគឺមានអភិជនក្រោមមេឃម្នាក់គាត់លួចទិញឲ្យខ្ញុំទេគាត់ឲ្យខ្ញុំទិញខ្ញុំទៅកែច្នៃណាអញ្ចឹងគាត់អត់ឲ្យចេញឈ្មោះទេសាំងគឺពេលដែលខ្ញុំចាប់ផ្ដើម2025ខ្ញុំប្រាប់អ្នកលេង Facebook ថាខ្ញុំត្រូវការម្នាក់1លីត្រ2លីត្រហើយខ្ញុំត្រូវការ5000លីត្រទីបំផុតគេផ្ញើលុយមកបាន5217លីត្រគេផ្ញើមកគ្រប់ហើយហៀស្តែនហើយមកដល់ខេត្តណាខេត្តនឹងចិញ្ចឹមខ្ញុំស៊ីបាយគេភ្ជួរឲ្យនឹងថងទៅថ្ងៃណាខ្ញុំងើបទៅឃើញអាហារតាមឡានខ្ញុំទៅណាថ្ងៃណាទៅខ្ញុំទៅហាងទៅគេអត់យកលុយទេឬក៏ពេលខ្លះកន្លែងនេះស្មៅទន្លេគាត់ហៅខ្ញុំហូប13ថ្ងៃនឹងហ្មងប៉ុន្តែកន្លែងណាហៅខ្ញុំហូបយូរខ្ញុំអត់ទៅទេពីព្រោះខ្ញុំចង់ដើរហូបតាមអាតេសតាមអីដើម្បីឲ្យស្គាល់ជីវិតពិតដែរណា
ចឹងខ្ញុំទៅហូបមួយថ្ងៃពីរថ្ងៃឯងបើដេកជួនខ្ញុំដេកក្នុងឡានជួនទៅបើខ្ញុំអស់កម្លាំងខ្លាំងខ្ញុំដេកផ្ទះសំណាក់8រៀលឬក៏12រៀលដែរចឹងដេកខ្ញុំអត់សូវទេហើយបើអាហារវិញខ្ញុំហូបតែពេលថ្ងៃទេព្រឹកខ្ញុំទុកតែ2ដងល្ងាចខ្ញុំអត់តត់ខ្ញុំអត់មានហូបទេអញ្ចឹងខ្ញុំហូបតិចបំផុតអញ្ចឹងណាបានខ្ញុំអាចមានលុយធ្វើដល់តែមួយឆ្នាំហ្នឹងបានបើមួយឆ្នាំមកគ្មាន$20000ធ្វើបានទេហើយលុយហ្នឹងមិនមែននៅជាប់ខ្លួនទេចោលទាំងអស់ដែលបានលឺកុំតាមលុយហ្នឹងគឺប្រេសម្រាប់ធ្វើកម្មភាពហ្នឹងទេមិនមែនយកមកតាមខ្លួនតិចមកវាយយកអត់បានទេណាអត់មានអត់មានទេព្រោះតាមដំណាក់មួយខែខ្ញុំដកតែ300000មួយចាយទេបាទហ្នឹងហើយបងសំណួររបស់ខ្ញុំអស់ប៉ុណ្្នឹងហើយបងមានអីចង់បន្ថែមទៀតទេมันមានអីច្រើនទេទាំងអស់គ្នាដែលជាអ្នកមើលវីដេអូនេះហើយដូចជាអ្នកទាំងអស់គ្នាត្រូវពិចារណាបើសិនជាឲ្យក្តីបើសិនជាចង់ឲ្យក្តីស្រមៃរបស់អ្នកទាំងអស់គ្នាខ្លាចជាការពិតសូមនាំគ្នាធ្វើរឿងចាំបាច់មុនរឿងដែលខ្លួនចង់បន្តរឿងចាំបាច់មុនទៅចំណងវាអាចខ្លាចជាការពិតបើនាំគ្នាធ្វើតែរឿងចង់អាវ័យក្រោម30នេះធ្វើតែរឿងចង់ពេលដែលយើងធ្វើបានច្រើនដងទៅពេលដែលចាំបាច់ម្ដងយើងដួលហើយអញ្ចឹងនាំគ្នាធ្វើរឿងណាដែលចាំបាច់ពេលនោះក្តីស្រមៃនឹងខ្លាចជាការពិតហើយវាសម្រេចបានហើយបើឲ្យគំនិតនឹងខ្លាយទៅជារបស់ពិតសូមយកគំនិតនឹងដាក់ជាសកម្មភាពពិតហើយអនុវត្តវាទៅអញ្ចឹងគំនិតបានមកពីណានេះគំនិតបានមកពីអានេះពីសភៅប្រមូលវាមកទៅបន្តមកសកម្មភាពចេញទៅធ្វើបដ ாய் អញ្ចឹងសរុបមកការអានសៀវភៅវាគឺជាការរៀនសូត្រដែលចំណាយលុយតិចហើយវាមានពេលយឺតល្មមក្នុងការទទួលយកវាមិនលឿនដូចគ្រូបញ្យលពេកវាមិនលឿនដូចយើងរៀនតាម YouTube យូរអីទេវាមើលបដាយើងគិតបានបដាហើយបើយើងកាន់សភៅកាន់យូរទៅក្មួយយើងកាន់ដែរហើយមិត្តភក្តិកាន់ដែរហើយណាអញ្ចឹងមានប៉ុណ្្នឹងទេសម្រាប់អ្នកមើលវីដេអូអរគុណច្រើនសម្រាប់យកការបាទអរគុណ